ចាសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរលូកានៅជំពូក10ខ29ដល់ខ37ខ29តែអ្នកនោះចង់សម្ដែងខ្លួនជាអ្នកសុចរិតក៏ទូលសួរទៀតថាតើអ្នកណាជាអ្នកជិតខាងខ្ញុំព្រះយេស៊ូវមានបន្ទូលថាមានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡឹមចុះទៅឯក្រុងយេរីកូក៏ធ្លាក់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃពួកចោរវាប្លន់គាត់ព្រមទាំងវាយឲ្យត្រូវរបួសរួចចេញបាត់ទៅចោលគាត់ឲ្យទ្រាំនៅជួនជាមានសង្ឃមួយអង្គចុះមកតាមផ្លូវនោះកាលបានឃើញគាត់នោះក៏វាងតាមម្ខាងហួសទៅហើយមានពួកលេវីម្នាក់មកដល់កន្លែងនោះដែរកាលបានឃើញក៏វាងតាមម្ខាងហួសទៅទៀតតែមានសាមារីម្នាក់ដើរដំណើរមកដល់កាលបានឃើញហើយនោះក៏មានចិត្តក្ដួលអាណិតដល់គាត់ទើបចូលទៅរុំរបួសឲ្យព្រមទាំងយកប្រេងនិងស្រាចាក់លាបរួចលើកដាក់លើសត្វជាជំនិះរបស់គាត់ដឹកនាំទៅឯផ្ទះសំណាក់ថែទាំរក្សាគាត់ស្អែកឡើងការរៀបនឹងចេញទៅនោះក៏យកប្រាក់4កាក់ហុចដល់ម្ចាស់ផ្ទះនោះដោយប្រាប់ថាចូលថែរក្សាអ្នកនេះផងបើជួនជាអ្នកចាយលើសពីនេះទៅនោះដល់ខ្ញុំមកវិញខ្ញុំនឹងសងអ្នកដូច្នេះក្នុង3អ្នកនោះតើអ្នកស្មានថាអ្នកណាជាអ្នកជិតខាងនឹងមនុស្សដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកចោរនោះអ្នកនោះឆ្លើយថាគឺអ្នកមួយដែលមានចិត្តអាណិតដល់គាត់នោះឯងដូច្នេះព្រះយេស៊ូវមានបន្ទូលថាទៅចុះអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរចាសូមអរគុណសូមព្រះប្រទានពរ